ជំរាបសួរបងប្អូនទាំងអស់គ្នាបាទឥឡូវយើងមកទស្សនាទូកបាទចំនួនមួយគូនេះបាទគឺជាការប្រកួតរវាងបាទខ្សែទឹកខាងក្រៅដែលមានឯកសណ្ឋានពណ៌ខ្មៅនោះបាទចុងចង្វាពណ៌សបាទទូកនេះគឺជាទូកដែលមានឈ្មោះថានាងតាវតីថាបតីសែនជ័យបាទទូកនេះគឺអញ្ជើញមកពីវត្តថ្មកោបាទស្រុកលវីអែមខេត្តកណ្ដាលបាទចំណែកឯខ្សែទឹកខាងក្នុងបាទមានឯកសណ្ឋានពណ៌លឿងបាទចុងចង្វាពណ៌សនេះបាទគឺជាទូកដែលមានឈ្មោះថាស្បៃវែងបាទទូកនេះគឺអញ្ជើញមកពីខាងបាទគៀនស្វាយបាទខេត្តកណ្ដាលដូចគ្នាបាទឥឡូវជើងទី1បាទខ្សែទឹកខាងក្នុងស្បៃវែងបាទដល់នៅខាងក្នុងរៀងតឹងតិចហើយបាទនាងតាបតីបាទខ្សែទឹកខាងក្រៅល្អបាទឯកសណ្ឋានពណ៌ខ្មៅទឹកប៊ិចខ្មៅបាទស្បៃវែងនេះគឺបាត់មុខបាទមួយរយៈដែរបាទតាមឆ្នាំនេះបាទគាត់ចេញមកបាទប្រឡូកវិញតែល្អបាទឥឡូវដកខ្សែទឹកខាងក្រៅបាទអាចឈ្នះនាងតាបតីបាទសម្រាប់ជើងទី1នេះគឺមើលទៅដូចជាប្រហាក់ប្រហែលគ្នាបាទឈ្នះតិចតួចបាទខ្សែទឹកខាងក្នុងបាទចូលដល់ជើងទី2បាទជើងទី2ផ្លាស់ប្ដូរខ្សែទឹកបាទស្បៃវែងផ្លាស់ទៅនៅខ្សែទឹកខាងក្រៅចំណែកឯនាងតាបតីថាបតីសែនជ័យផ្លាស់មកនៅខាងក្នុងកាន់តែតឹងមែនតែហើយសម្រាប់តាបតីបាទជើងនេះប្រហែលជាដាច់ហើយមិនទៅបាទស្បៃវែងបាទឃើញលោតចឹងនេះតែលឿនបាទសម្រាប់ជើងទី2នេះគឺបាទស្បៃវែងបាទខ្សែទឹកខាងក្រៅបាទឈ្នះដាច់ទៅលើនាងតាបតីថាបតីសែនជ័យបាទអរគុណបងប្អូនបាទកុំភ្លេចជួយ follow និង share ម្នាក់មួយផងបាទជួបគ្នាវីដេអូក្រោយ